អត់មានសមត្ថភាពរៀបចំស៊ីហ្គេមលើកទី33ឬយ៉ាងណាបានជាយកលេសធ្វើសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាលើកទី2ហើយដែលប្រទេសចៅសៀមប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជានិងបានប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារប្រទេសកម្ពុជាយ៉ាងកំរោលសកម្មភាពថោកទាបទាំងនេះបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាមនិងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដែលមានលោកប្រធានាធិបតីដូណាល់ត្រាំជាសាក្សីផងនោះនៅថ្ងៃទី8ខែធ្នូឆ្នាំ2025យោធាសៀមបានប្រើប្រាស់អាវុធបំផ្លិចបំផ្លាញរួមទាំងយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារទីតាំងជាច្រើនរបស់ប្រទេសកម្ពុជាតាមបណ្ដោយព្រំដែនការវាយប្រហារទាំងនេះនៅតែបន្តទោះបីជាកងកម្លាំងកម្ពុជានៅស្ងៀមស្ងាត់និងគោរពសេចក្តីប្រកាសសន្តិភាពរួមដែលបានចុះហត្ថលេខាកាលពី2ខែមុនក៏ដោយប៉ុន្តែជាលទ្ធផលសម្រេចនឹងទឹកភ្នែកប្រជាពលរដ្ឋស្លូតត្រង់កម្ពុជានិងវីរៈកងទ័ពជាច្រើនត្រូវបានពាក់លីស្លាប់និងរងរបួសជាច្រើនអ្នករួមទាំងមនុស្សចាស់កុមារនិងសិស្សដែលគ្នាកំពុងតែសិក្សាត្រូវបានបង្ខំឲ្យរត់ភៀសសឹកពីផ្ទះសម្បែងរបស់ពួកគេដើម្បីរកទីជម្រកដែលមានសុវត្ថិភាពរស់រានមានជីវិតបន្តហើយអ្វីដែលគួរឲ្យសោកស្ដាយប្រាសាទតាក្របីក៏ត្រូវបានពួកចោរសៀមបានទម្លាក់គ្រាប់បែកកំទេចផងដែរពិតជាឈឺចាប់ខ្លាំងណាស់ប្រទេសកម្ពុជាខ្ញុំអើយអ្នកកំសត់នឹងស្លូតពេកហើយក្រៅពីការវាយប្រហារយ៉ាងឃោរឃៅទៅលើអ្នកភូមិនិងកងកម្លាំងកម្ពុជាប្រទេសសៀមក៏បានផ្សព្វផ្សាយព័ត៌មានคล้ายៗនិងរឿងរ៉ាវមិនពិតផងដែរក្នុងគោលបំណងបង្វែរការស្ដីបន្ទោសមកលើប្រទេសកម្ពុជាថាជាអ្នកផ្ដួចផ្ដើមចំនួនប៉ុន្តែលើកនេះសារព័ត៌មានល្បីៗរបស់អន្តរជាតិជាច្រើនបានដឹងអត់ទៅហើយពីចរិតថោកទាបរបស់ចៅសៀមនិងចុះផ្សាយប្រងព្រាតផងដែរពីទង្វើឈ្លានពានរបស់សៀមប្រទេសសៀមត្រូវតែទទួលខុសត្រូវនិងផ្ដល់សំណងសម្រាប់ការខូចខាតនិងទុក្ខវេទនាដែលខ្លួនបានបង្កឡើងសកម្មភាពហិង្សានិងឃោរឃៅបែបនេះត្រូវបានថ្កោលទោសនិងផ្ដន្ទាទោសឲ្យបានពេញលេញបំផុតក្រោមច្បាប់អន្តរជាតិជាចុងក្រោយខ្ញុំនៅតែបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពពីការឈ្លានពានរបស់ចៅសៀមនិងក៏សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់វីរៈកងទ័ពដ៏អស្ចារ្យយើងផងដែរដែលពួកគាត់យកសាច់ស្រស់ឈាមស្រស់ទ្រូងពាងគ្រាប់ដើម្បីការពារទឹកដីយើង